មូលហេតុអីបានក្នុងខែនេះខែត្រជាក់នេះស្រូវភាគច្រើនដែលអោនហ្នឹងវាឆ្លងជំងឺភាគច្រើនគឺជំងឺពួកថ្នោតឬក៏ពួកផ្លាស់ឬក៏ពួកដែលកាត់ឫសសិតបងប្អូនឃើញនេះក្នុងម៉ោងស្មើនេះគឺម៉ោង10ហើយម៉ោង10ព្រឹកតែស្លឹកស្រូវចាប់ផ្ដើមអត់តស្ងួតទេស្លឹកស្រូវមានសើមឡើងជោគហើយមានតែអាស្លឹកធំទេនិយាយទៅសើមនេះវាអត់ងាយស្ងួតបងស្លឹកតូចក៏សើមដែរបងឃើញស្លឹកស្រូវសិតតែទឹកហើយម៉ោងនេះគឺម៉ោង10ហើយវាចិត្តហាលផ្កាហើយស្រូវម៉ោងនេះចិត្តហាលផ្កាហើយប៉ុន្តែស្លឹកស្រូវអត់ស្ងួតទេអញ្ចឹងកំឡុងកាលហ្នឹងបើសិនជាហាលវាហាលផ្កាទៅវាអាចប៉ះទឹកសើមអញ្ចឹងពេលមាត់វាបើកទៅវាប៉ះជាមួយទឹកម្សៅវាអាចនឹងស្កហើយក្របមួយចំនួនបើសិនជាប៉ះទឹកទូផ្សំកេសរទៅប៉ុន្តែប៉ះទឹកម្សៅវាឡើងជាខ្មៅប៉ុន្តែមានគ្រាប់ឡើងជាខ្មៅតែមានគ្រាប់នេះគឺជាមូលហេតុដែលបងប្អូនជាកសិករយើងភាគច្រើនពេលហាលផ្កាហើយពេលអោនទៅគ្រាប់វាឡើងខ្មៅជាបងប្អូនឃើញវាឡើងខ្មៅជាកត្តាទី1វាអាចកាត់ដោយសារជំងឺកត្តាទី2វាអាចដោយសារទៅប៉ះទឹកម្សៅដោយសារទឹកម្សៅវាអត់ស្ងួតវានៅសើមចេះហើយនៅលើគ្រាប់ក៏មានដែរនៅលើគ្រាប់ក៏មានទឹកម្សៅដែរអញ្ចឹងនៅពេលបើកមាត់ទៅវាប៉ះជាមួយនឹងទឹកម្សៅមួយអញ្ចឹងវាអាចនឹងឡើងជាខ្មៅឬក៏ឡើងជាស្ករអីចឹងណាហើយពពួកជំងឺផ្សិតក៏ងាយចូលដែរដោយសារតែពពួកទឹកម្សៅនេះវាមានសំណើមខ្ពស់អីចឹងណាអញ្ចឹងធ្វើឲ្យពពួកទឹកដោះដែលវាផ្សំកេសរចេញមកវាមានទឹកនៅខាងក្នុងនឹងស្រេចនៅពេលដែលប៉ះជាមួយនឹងទឹកវាអាចឡើងទៅជាផ្សិតឬក៏ឡើងទៅជាស្ករនេះគឺជាមូលហេតុចម្បងដែលខែនេះភាគច្រើនគឺស្រូវវាឡើងខ្មៅហើយសួរថាយើងមានវិធីដោះស្រាយអត់បើសិនជាវាឡើងខ្មៅអញ្ចឹងយើងមានវិធីដោះស្រាយហើយវិធីដោះស្រាយរបស់វាគឺយើងមានថ្នាំ2មុខដើម្បីកុំឲ្យវាស្កកណាទី1ថ្នាំបន្លឿនក្នុងការបញ្ចេញគឺពួក GAC ឬក៏ពួកថ្នាំបលូតហេតុអីយើងប្រើថ្នាំបលូតដោយសារតែពួកបលូតហ្នឹងវាជួយឲ្យឆាប់ចេញពួកថ្នាំបលូតវាជួយឲ្យឆាប់ចេញបងប្អូនភាគច្រើនប្រើថ្នាំបលូតខុសប្រើនៅតូចទូនាទីថ្នាំបលូតវាធ្វើឲ្យលូតដើមលូតបន្ទោលពេលបាញ់ទៅវាបន្ទោលកណ្ដាលហ្នឹងវាលូតមកហេតុអីបានគេប្រើថ្នាំបលូតមកប្រើសម្រាប់ស្រូវស្រូវខ្លះគេប្រញាប់បញ្ចូលទឹកឬក៏ស្រូវខ្លះយើងបាញ់ឲ្យវាផុតពីទឹកអញ្ចឹងនៅតូចគេអាចបាញ់ថ្នាំបលូតបានតែអ្នកខ្លះស្រូវគាត់ល្អទេគាត់ចង់ឲ្យដើមវាខ្ពស់គាត់ប្រើថ្នាំបលូតដល់ពេលអញ្ចឹងស្លឹកវាល្អតាំងពីតូចមកស្លឹកវាវែងតាំងពីតូចមកដល់ពេលអញ្ចឹងវាពិបាកក្នុងការកែពេលធំចេះបាញ់ថ្នាំបលូតទៅស្លឹកវាកាន់តែវែងទៅអញ្ចឹងតែថ្នាំបលូតបើសិនជាបាញ់ពេលចិត្តស្រូវហាលផ្កាឬទីកន្លងវានឹងជួយរុញអាគួរនេះគួរកដាលនេះវានឹងជួយរុញអាគួរកដាលនេះផុតអាកវានេះបើសិនជាវាអត់ផុតទេបើសិនជាអាកាសធាតុវាអត់ក្តៅគ្រប់គ្រាន់ការធ្វើរស្មីសំយោគការផលិតអាហាររុញទៅឲ្យគួរនេះរុញចេញមកហ្នឹងវាអត់គ្រប់គ្រាន់អញ្ចឹងវាស្ទះត្រឹមហ្នឹងឯងស្ទះត្រឹមនេះត្រឹមកនេះអញ្ចឹងដល់ពេលយើងបានគួរតែអាចចុងនេះទេអញ្ចឹងបើចង់ឲ្យវាឆាប់ចេញឲ្យវាឆាប់ផ្សំកេសរបងប្អូនអាចប្រើថ្នាំបលូតបានក្នុងដំណាក់កាលនេះណាប៉ុន្តែមិនមែនស្រូវអោនចេះទេស្រូវនេះវាចូលហាលផ្កាសឹងតែ80% 90%ហើយតែពេលដែលស្រូវរីកន្លងមកវាចិត្តចេញតែជាចេញបាន10 ទៅ 20% យើងបាញ់ថ្នាំបលូតលាជាមួយថ្នាំពៅហើយថ្នាំពៅយើងប្រើពពួកពេលនេះយើងប្រើពពួក all in one បើជីរបស់ខ្ញុំប្រើលេខ2ជាលេខ2ពេលស្រូវជីរីកន្លងបានមួយយើងប្រើជាលេខ2ស្លឹក3ឬ1ទី2ដោយសារអីក្នុងហ្នឹងវាមានគ្រប់ទាំងអស់អញ្ចឹងបូកមួយថ្នាំបលូតទៅមកទៀតមកតែ2 ទៅ 3ថ្ងៃគឺអោនអស់ហើយតែបើសិនជាអត់លាយទេតែបាញ់ថ្នាំទៅជាលេខ2សុទ្ធវានឹងហាលតាមដំណើរប៉ុន្តែវាហាលបានបើសិនជាកម្ដៅគ្រប់គ្រាន់វាហាលដាក់ប្រពេញហ្មងតាំងពីគល់គួរដល់ចុងគួរតែបើសិនកម្ដៅអត់គ្រប់គ្រាន់ទេអាណាប៉ះថ្ងៃខ្លាំងវានឹងចេញមកផុតគួរដោយអាពួកអស់នេះគេទាំងអស់នេះគឺតែផុតគួរឯងផុតគួរទាំងអស់ហើយគាត់ថាអានេះដោយសារតែអានេះកូនរងចេញមកក្រោយអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យដាក់ក្របពេញហើយកុំឲ្យវាមានខ្មៅចេះឬក៏ខ្មៅតិចពេលបាញ់ថ្នាំពៅប្រមូលលីបលូនតិចទៅពេលហាលផ្កា 10% 20% ហ្នឹងអាហ្នឹងរូបមន្តទី1ហើយរូបមន្តទី2គឺថ្នាំជំងឺបងប្អូនវាច្រើនអត់ស្គាល់អាជំងឺពពួកសត្វនេះអត់ដឹងថាប្រើថ្នាំអីបងប្អូនកសិករយើងអត់ស្គាល់
បើ depot គាត់ស្គាល់វាចឹងថាថ្នាំផ្សិតគាត់ស្គាល់ពួកថ្នាំផ្សិតអីចឹងណាអញ្ចឹងបងប្អូនទៅទិញថ្នាំពី depot បងប្អូនប្រាប់គេថាពួកថ្នាំផ្សិតថ្នាំអុចថ្នោតថ្នាំលក់ផ្លាស់គេនឹងសំឲ្យហើយប្រាប់អាយុកាលទៅបងប្អូនផងដោយសារថាថ្នាំពួកផ្សិតនេះគឺមានច្រើនមុខអញ្ចឹងពេលស្រូវហាផ្កាយើងវាមានថ្នាំតម្រូវវាអញ្ចឹងណាអញ្ចឹងបាញ់ពីរមុខនេះទៅ2ថ្ងៃធានាថា2ថ្ងៃទៅ3ថ្ងៃគឺហាលអោនហើយតែបើសិនជាវាអត់គ្រប់គ្រាន់ទេបើសិនជាអត់គ្រប់អា2មុខហ្នឹងទេស្រូវហាលអត់ស្រស់ទេហាលអត់ស្រស់ហើយវានឹងស្កកច្រើនដោយសារអីកាន់ហាលកាន់តែរយៈពេលយូរស្រូវហ្នឹងកាន់តែប្រឈមនឹងការឆ្លងជំងឺហើយប្រឈមនឹងការស្កកច្រើនអញ្ចឹងយើងខំថែហ្នឹងទៅតូចមកយើងខំបាញ់ថ្នាំដាក់ជីទៅតូចមកខុសតែមួយវគ្គនេះអាចនឹងមានបញ្ហាស្រូវអញ្ចឹងបងប្អូនចាំជួយ share វីដេអូមួយនេះផងឲ្យបងប្អូនជាកសិករយើងបានដឹងទាំងអស់គ្នាថាវិធីកែក្នុងខែត្រជាក់ថាយើងកែយ៉ាងម៉េចសម្រាប់ស្រូវហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូក្រោយហើយកុំភ្លេចជួយ share វីដេអូមួយនេះផង